សួស្តីតាចាស់ហៅអ្នកទាំងអស់គ្នាថ្ងៃនេះមកបង្រៀនតនៅមេរៀនទី9ដែលមានចំណងជើងថា我喜欢海鲜បកប្រែជាភាសាខ្មែរគឺខ្ញុំចូលចិត្តគ្រឿងសមុទ្រតោះមកមើលពាក្យទី1ពាក្យទី1នោះគឺ喜欢喜欢喜喜和欢喜欢ចូលចិត្តពាក្យទី2នោះគឺ海鲜海鲜和海鲜鲜គ្រឿងសមុទ្រពាក្យទី3គឺយាក៏ឬក៏ដែរពាក្យទី4ឆៃឆៃឈើឯឆៃសំឡេងទី4ចុះក្រោមឆៃបន្លែនាវរ៉ូតនាវរ៉ូតនាវឬអូរ៉ូនាវរ៉ូតសាច់គោតោះពាក្យទី6អ៊ីត្រីពាក្យទី7មានថាវមីហ្វាន់បាយតោះអានម្ដងទៀត喜欢ចូលចិត្ត海鲜គ្រឿងសមុទ្រយាក៏ឬក៏ដែរឆៃបន្លែនាវរ៉ូតសាច់គោអ៊ីត្រីមានថាវមីហ្វាន់បាយតោះយើងមកមើលប្រយោគរបស់យើងវិញប្រយោគទី1គឺ我喜欢海鲜我喜欢海鲜也喜欢ឆៃខ្ញុំចូលចិត្តគ្រឿងសមុទ្រក៏ចូលចិត្តបន្លែដែរតោះប្រយោគទី2我喜欢牛肉ខ្ញុំចូលចិត្តសាច់គោប្រយោគទី3他也喜欢牛肉គាត់ក៏ចូលចិត្តសាច់គោដែរប្រយោគទី4我不喜欢面条ខ្ញុំមិនចូលចិត្តមីទេប្រយោគទី5姐姐也不喜欢面条បងស្រីមិនចូលចិត្តមីទេចាអញ្ចឹងខ្ញុំសូមអានម្ដងទៀត我喜欢海鲜也喜欢ឆៃខ្ញុំចូលចិត្តគ្រឿងសមុទ្រក៏ចូលចិត្តបន្លែដែរ我喜欢牛肉ខ្ញុំចូលចិត្តសាច់គោ他也喜欢牛肉គាត់ក៏ចូលចិត្តសាច់គោដែរ我不喜欢面条ខ្ញុំមិនចូលចិត្តមីទេ姐姐也不喜欢米饭不对不起姐姐也不喜欢面条បងស្រីក៏មិនចូលចិត្តមីដែរចាមេរៀនទី9我喜欢海鲜នៅថ្ងៃនេះគឺបានបញ្ចប់ត្រឹមនេះសូមបងប្អូនជួយ Subscribe Like និង Comment ដល់ Channel របស់ខ្ញុំផងជួបគ្នានៅមេរៀនបន្ទាប់再见